តាមកិច្ចព្រមព្រៀងនេះពន្ធលើទំនិញពីតៃវ៉ាន់នាំចូលទៅអាមេរិកនឹងត្រូវកាត់បន្ថយពី 20% មក 15%សហរដ្ឋអាមេរិកនិងតៃវ៉ាន់បានបញ្ចប់នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយនៅថ្ងៃព្រហស្បតិ៍នេះដែលបង្ហាញពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចយុទ្ធសាស្ត្រនិងការបដិញ្ញារួមគ្នាក្នុងការកាត់បន្ថយឧបសគ្គទីផ្សារដែលមានយូរមកហើយកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុង Washington ក្រោមការរៀបចំរបស់ American Institute in Taiwan និង Taipei Economic and Cultural Representative Office ហើយវាបង្កើតក្របខ័ណ្ឌសម្រាប់ការវិនិយោគថ្មីៗរាប់ពាន់លានដុល្លារក្នុងវិស័យថាមពលនិងបច្ចេកវិទ្យាឯកអគ្គរដ្ឋទូតគ្រាបានបញ្ជាក់ថាកិច្ចព្រមព្រៀងនេះបញ្ជាក់ពីចក្ខុវិស័យយុទ្ធសាស្ត្រដ៏ធំទូលាយរបស់រដ្ឋាភិបាលបច្ចុប្បន្នចំពោះតៃវ៉ាន់លោកបាននិយាយថាការដឹកនាំរបស់ប្រធានាធិបតីត្រាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងបង្កើតទំនាក់ទំនងពាណិជ្ជកម្មរីកចម្រើនជាមួយដៃគូសំខាន់ៗនៅអាស៊ីខណៈដែលវាក៏ជួយលើកកម្ពស់ផលប្រយោជន៍សេដ្ឋកិច្ចនិងសន្តិសុខជាតិរបស់ប្រជាជនអាមេរិកផងដែរតាមកិច្ចព្រមព្រៀងនេះពន្ធលើទំនិញពីតៃវ៉ាន់នាំចូលទៅអាមេរិកនឹងត្រូវកាត់បន្ថយពី 20% មក 15%ជំនួសមកវិញតៃវ៉ាន់បានបដិញ្ញាថានឹងទិញទំនិញអាមេរិកក្នុងទំហំធំៗរួមមាន44,000 លានដុល្លារសម្រាប់ឧស្ម័ន LNG និងប្រេងឆៅ 15,000 លានដុល្លារសម្រាប់យន្តហោះស៊ីវិលនិងគ្រឿងបន្លាស់កិច្ចព្រមព្រៀងនេះផ្ដោតខ្លាំងលើការធានាសន្តិសុខខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាខ្ពស់និងការសហការឧស្សាហកម្មរវាងប្រទេសទាំងពីរប្រធានការិយាល័យពាណិជ្ជកម្មអាមេរិក Jamieson Greer បាននិយាយថាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយតៃវ៉ាន់នេះនឹងលុបចោលឧបសគ្គពន្ធនិងមិនមែនពន្ធដែលរារាំងការនាំចេញរបស់អាមេរិកទៅតៃវ៉ាន់បើកឱកាសថ្មីៗសម្រាប់កសិករអ្នកចិញ្ចឹមសត្វអ្នកនេសាទកម្មករអាជីវកម្មតូចៗនិងអ្នកផលិតរបស់អាមេរិកតៃវ៉ាន់ក៏បានបដិញ្ញាវិនិយោគប្រហែល 25,000 លានដុល្លារទៅក្នុងឧបករណ៍ផលិតថាមពលនៅសហរដ្ឋអាមេរិកក្នុងប៉ុន្មានឆ្នាំខាងមុខវានឹងជួយបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុកអាមេរិកនិងផ្គត់ផ្គង់ថាមពលចាំបាច់សម្រាប់ឧស្សាហកម្មរបស់តៃវ៉ាន់ផងដែរផ្នែកសំខាន់មួយទៀតគឺការលុបចោលឧបសគ្គមិនមែនពន្ធដែលធ្លាប់រារាំងទំនិញអាមេរិកចូលទៅតៃវ៉ាន់រួមមានតៃវ៉ាន់នឹងលុបកម្រិតកំណត់លើការនាំចូលរថយន្តអាមេរិកបើកទីផ្សារបន្ថែមសម្រាប់សាច់គោទឹកដោះគោសាច់ជ្រូកនិងផលិតផលវេជ្ជសាស្ត្រពីសហរដ្ឋអាមេរិកនេះគឺជាសញ្ញាវិជ្ជមានដ៏ល្អមួយសម្រាប់រួមចំណែកលើកស្ទួយសេដ្ឋកិច្ចពិភពលោកនិងបន្ធូរភាពតានតឹងផ្នែកពាណិជ្ជកម្មអន្តរជាតិមួយកម្រិតទៀតដែរ